សម្រាប់បងដែលគាត់កំពុងតែមានបញ្ហា stress រ៉ាំរ៉ៃអញ្ចឹងបើគាត់ stress រ៉ាំរ៉ៃគាត់អត់គួរធ្វើ fasting ទេអញ្ចឹងគាត់ញ៉ាំទៅអញ្ចឹងគ្រាន់ថាអ្វីដែលយើងត្រូវកែប្រែអាភាព stress រ៉ាំរ៉ៃហ្នឹងចង់បញ្ជាក់ជូនបងអញ្ចឹងព្រោះខ្ញុំក៏ជាបុគ្គលមួយដែលឆ្លងកាត់ដូចគ្នាដែរអញ្ចឹងមនុស្សគ្រប់គ្នាមានបញ្ហា stress ហ្នឹងហ្មងក៏ប៉ុន្តែគ្រាន់តែ stress តិចហើយនឹងច្រើនវាអាស្រ័យទៅលើរាងកាយរបស់យើងម្នាក់ៗនិងបញ្ហាផ្លូវចិត្តរបស់យើងម្នាក់ៗរៀងៗខ្លួនដែរហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែចែកម្លែកជាចំណែកមួយអាភាព stress រ៉ាំរ៉ៃហ្នឹងគឺដោយសារតែមួយផ្នែកយើងពិបាកគេងនៅពេលដែលយើងពិបាកគេងវាធ្វើឲ្យអាហូម៉ូន cortisol ហ្នឹងកើនឡើងហើយអញ្ចឹងនៅពេលដែលយើងពិបាកគេងព្រឹកឡើងភ្លាមវាធ្វើឲ្យយើងញ័រដៃញ័រថេះថាសគឺឃ្លានអាហារហ្នឹងហ្មងអញ្ចឹងហ្នឹងហើយអញ្ចឹងដើម្បីទៅសម្រួលការគេងរបស់យើងភាព stress រ៉ាំរ៉ៃរបស់យើងយើងបងត្រូវសិក្សាទៅលើអាហូម៉ូន melatonin មកតង់ហូម៉ូន melatonin ជាហូម៉ូនដែលទៅសម្រួលការគេងតែអ្វីដែលធ្វើឲ្យយើងគេងឲ្យស្ងប់ព្រោះបងមួយចំនួនគាត់គេងក៏ប៉ុន្តែភ្ញាក់កណ្ដាលយប់ហើយពិបាកគេងទៅវិញអញ្ចឹងការគេងរបស់យើងអត់ស្ងប់ទេអញ្ចឹងពេលដែលយើងគេងភ្ញាក់ហ្នឹងវាតាក់ទងអាហូម៉ូនមួយទៀតឈ្មោះថាហូម៉ូន serotonin ហូម៉ូនរីករាយហូម៉ូនបង្កើនក្តីសុខឲ្យយើងហ្នឹងហើយអញ្ចឹងដល់ពេលណាដែលហូម៉ូនរីករាយរបស់យើងវាទទួលបានគ្រប់គ្រាន់មានន័យថាការគេងរបស់យើងគឺស្ងប់មែនតើអញ្ចឹងបានថាសុខភាពផ្លូវកាយនិងផ្លូវចិត្តហ្នឹងត្រូវដើរទន្ទឹមគ្នាហ្នឹងហើយទោះបីជាផ្លូវចិត្តរបស់យើងល្អក៏ប៉ុន្តែការរៀបចំរបបអាហាររបស់យើងអត់ល្អក៏វាប៉ះពាល់ affect ទៅលើហូម៉ូនរបស់យើងដូចគ្នាដែរអញ្ចឹងខ្ញុំចង់ចែកជូនបងប៉ុណ្ណឹងនៅពេលដែលយើង stress យើងអត់គួរធ្វើ fasting ទេយើងគួរតែញ៉ាំ3ពេលឬក៏4ពេលតែយើងត្រូវ control របបអាហាររបស់យើងឲ្យបានត្រឹមត្រូវអញ្ចឹង